បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនេះជាថតវីដេអូពុកម៉ែបងប្អូនបង្ហាញពុកម៉ែបងប្អូនឲ្យពុកម៉ែបងប្អូនផ្លេចមុខពុកម៉ែបងប្អូនថ្ងៃអាទិត្យនោះទៅផ្ទះថតបាន2-3វីដេអូដែរតែពេលហើយច្រឡំចុចលុបអត់លេងពុកម៉ែបងប្អូនទាំងវីដេអូចាស់វីដេអូអីអត់មានវីដេអូផុសថាខំបានទៅផ្ទះតនេះឆ្លៀតថតបាន2វីដេអូហ្នឹងហើយច្រឡំហើយចុចលីងលុបអស់ឥឡូវតនេះឆ្លៀតថតពុកម៉ែបងប្អូនហើយដល់ចូលភាសាដែរថ្ងៃសុក្រពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនខ្នាយវពុកម៉ែបងប្អូនខ្នាយវបានពុកម៉ែបងប្អូនបានcảថ្ងៃសិលពុកម៉ែបងប្អូនពីខ្នាយវនេះខ្ញុំកាប់ផ្ទាល់ដៃពុកម៉ែបងប្អូនកាប់ចេញពីស្គៀមពីក្បាលវាពុកម៉ែបងប្អូនទាន់បានសម្អាតស្រួលបួនពុកម៉ែបងប្អូនហើយខ្នាយវសាច់ស្អាតពុកម៉ែបងប្អូនតាន់ច្រើនពុកម៉ែបងប្អូនតាន់នេះពុកម៉ែបងប្អូនតាន់ 70% 80% ទាន់ស្រុកពេញលោក9ពុកម៉ែបងប្អូនហើយខ្នាយវនេះដែរបាទប្រភេទសម្រាប់ខាងមហានិយមខាងអ្នករកស៊ីត្រូវពុកម៉ែបងប្អូនជំនួយជួញដូរពុកម៉ែបងប្អូនល្អពុកម៉ែបងប្អូនហើយតម្លៃសមរម្យពុកម៉ែបងប្អូនគូនេះពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍តាមតាក់ទងមកបានបាទហើយនេះដែរសេដៃពុកម៉ែបងប្អូនសេដៃនេះអស់ខ្ញុំពាក់ពុកម៉ែបងប្អូននេះខប់បុរាណខ្មែរពុកម៉ែបងប្អូនមានពីរក្របនេះស្អាតពុកម៉ែបងប្អូនស្អាតអស់យូរពុកម៉ែបងប្អូនរបស់គេជីកបាននៅខាងផ្ទៃមានជ័យខនាត14លីពុកម៉ែបងប្អូនហើយនេះកម្មនេះភ្លុកពុកម៉ែបងប្អូនភ្លុកຂະຫນາດ10លីហើយពីរក្របនេះដែរຂະຫນາດកម្មឆ្អឹងដំរីពុកម៉ែបងប្អូនឆ្អឹងដំរីនេះ10លីដែរហើយនេះគៀមដំរីនេះຂະຫນາດ11លីនេះខ្ញុំរៀបដាក់មានគៀមដំរីឆ្អឹងដំរីភ្លុកដំរីហើយនឹងកម្មមកខុបបុរាណខ្មែរពុកម៉ែបងប្អូនស្អាតជាស្ដៃពុកម៉ែបងប្អូនមានវិស័យក៏អាចចែកជាវបានដែរបាទតម្លៃសមរម្យពុកម៉ែបងប្អូនស្អាតណាស់ពុកម៉ែបងប្អូនសម្រាប់មនុស្សស្រីមនុស្សប្រុសបងមនុស្សស្រីទៅ10ដៃនេះគីឡូខ្ញុំពាក់ល្មមពុកម៉ែបងប្អូនគីឡូខ្ញុំ72ពុកម៉ែបងប្អូនបាទហើយនេះរបស់ខ្ញុំពាក់ផ្ទាល់ខ្លួនមកចំណែកពុកម៉ែបងប្អូនហើយនេះមានខ្នាតបង្ហាញពុកម៉ែបងប្អូនរបស់នេះពុកម៉ែបងប្អូនពេលបាទខ្នាតនេះដែរបានមកខាងម្ចាស់គាត់ហ្នឹងបាននៅខាងផ្លូវ3ពុកម៉ែបងប្អូនកាប៊ីនផ្លូវ3អញ្ចឹងពុកម៉ែបងប្អូនថ្ងៃល្អពុកម៉ែបងប្អូនតាមខ្ញុំកាន់កម្លាំងខ្ញុំបានយូក្រែលដែរពុកម៉ែបងប្អូនហើយស្របវិញណុកពុកម៉ែបងប្អូនទ្រុបព្រៃរកមួនក៏បានមកពីដើមពីម្ចាស់គាត់មកសាច់ឡើងវាថាស្ងួតពុកម៉ែបងប្អូនគាត់អត់ដែរលេខព្រៃ9ណាហើយថ្ងៃដែរមានតាមម្ចាស់គាត់និយាយពុកម៉ែបងប្អូនគាត់បានតាំងឆ្នាំដូចជាឆ្នាំ2000អញ្ចឹងពុកម៉ែបងប្អូនតែខ្ទង់2000ស្ដើងពេលហ្នឹងមិត្តភ័ក្តិគាត់ស្រវឹងពុកម៉ែបងប្អូនមិត្តភ័ក្តិគាត់មិត្តភ័ក្តិពុកម៉ាក់គាត់ណាផឹកស្រវឹងហើយក៏គាត់និយាយថាគាត់លួចយកខ្នាយនេះហ្នឹងយកទៅសាកបាញ់ចំនួន2គ្រាប់ពុកម៉ែបងប្អូនហើយបាញ់អត់ចេញទៅពេលហើយគាត់បាញ់ទៅលើទៅបាញ់ចេញពុកម៉ែបងប្អូនតាមគាត់បកស្រាយគាត់ប្រាប់ខ្ញុំពុកម៉ែបងប្អូនហើយគាត់នេះគាត់ថាហ្នឹងតាមពុកម៉ាក់គាត់ដែរគាត់ដឹងតែពេលពុកម៉ាក់គាត់យកខ្នែមកឲ្យគាត់វិញហើយប៉ាន់គឺពុកម៉ាក់គាត់និយាយអញ្ចឹងពុកម៉ែបងប្អូនភ្លើង AK បានខាងផ្លូវ3ពុកម៉ែបងប្អូនផ្លូវ3ចាស់គាត់នៅខាងផ្លូវ3ពុកម៉ែបងប្អូននេះស្អីអាចទាក់ទងបាន
ហើយក្របនេះដែរបងប្អូននេះសេះមួយនេះបាននៅជាប់ជើងដំរីបងប្អូនឬយើងអាចហៅថាកាច់នៅជើងដំរីហើយវាសាច់អីដាច់កាលនេះដាច់ផ្លាស់ប្រយចាំមើលហើយផ្លាស់ងឹតមើលលេងឃើញបើអត់ចេញបងប្អូនបាទអញ្ចឹងប៉ុណ្្នឹងសិនបងប្អូនដឹងមិនដាច់ផ្លាស់បើអត់ចេញមើលឃើញអញ្ចឹងចាំមើលចេញវីដេអូមួយទៀតបងប្អូនបាទសូមអរគុណសូមជម្រាបលា